សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel General Knowledge and English Grammar ថ្ងៃនេះយើងនឹងនិយាយអំពីព័ត៌មានអន្តរជាតិសំខាន់មួយនោះគឺហេតុអ្វីបានជាសហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ហើយដូចធម្មតាយើងនឹងរៀនពីវិជ្ជាស័ព្ទវេយ្យាករណ៍និងរចនាសម្ព័ន្ធប្រយោគភាសាអង់គ្លេសក្នុងបរិបទនេះផងដែរតោះចាប់ផ្ដើមថ្មីនេះសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបើកការវាយប្រហារយោធាទ្រង់ទ្រីធំមកលើប្រទេសអ៊ីរ៉ង់តាមការរាយការណ៍ប្រតិបត្តិការនេះគឺជាការវាយប្រហារដ៏ធំបំផុតមួយក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះហើយមានហេតុផលសំខាន់ចំនួន3នៅពីក្រោយការវាយប្រហារនេះទី1គឺ preventing Iran from developing nuclear weapons ប្រែថាការការពារមិនឲ្យអ៊ីរ៉ង់បង្កើតអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិកបាននិយាយថាអ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយរដ្ឋាភិបាលក្រុង Washington ជឿថាអ៊ីរ៉ង់កំពុងព្យាយាមស្ដារកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនឡើងវិញទី2គឺ concern over Iran's missile program ប្រែថាការព្រួយបារម្ភអំពីកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់មន្ត្រីអាមេរិកបាននិយាយថាអ៊ីរ៉ង់កំពុងអភិវឌ្ឍមីស៊ីលចម្ងាយឆ្ងាយដែលអាចគំរាមកំហែងដល់ក្រុមប្រទេសសម្ព័ន្ធមិត្តនិងមូលដ្ឋានយោធានៅក្រៅប្រទេសរបស់ខ្លួនពេលបន្តទៅសិក្សាពាក្យគន្លឹះនិងវេយ្យាករណ៍យើងខ្ញុំសូមណែនាំអំពីថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសដែលជាថ្នាក់រៀនអនឡាញតាមប្រព័ន្ធ Zoom ថ្នាក់រៀនបកប្រែខ្មែរអង់គ្លេសគឺជាថ្នាក់រៀនមួយពេលបងមួយពេលតាមប្រព័ន្ធ Zoom ស័ក្តិសមចំពោះអ្នកដែលចង់ពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងរចនាសម្ព័ន្ធឃ្លាវេយ្យាករណ៍និងការប្រើប្រាស់វិជ្ជាស័ព្ទឲ្យត្រូវតាមបរិបទភាសាអង់គ្លេសយ៉ាងវិញទៀតយើងមានការបញ្ចុះតម្លៃពិសេសសម្រាប់សិស្សចូលរៀនដំបូងផងដែរសូម scan QR code នៅលើអេក្រង់នេះឬចុចតំណភ្ជាប់នៅក្នុង caption ខាងក្រោមវីដេអូដើម្បីចុច subscribe នៅក្នុង channel Telegram របស់ថ្នាក់រៀននិងចុច like នៅក្នុងទំព័រ Facebook ខ្មែរ English Translation Class ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីថ្នាក់រៀនសូមអរគុណ